ក្រុមហ៊ុន PTT កំពុងតែដកខ្លួនចេញពីកម្ពុជាក្រោយការធ្វើពលិការរបស់ប្រជាជនកម្ពុជាជំរាបសួរបងប្អូនទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ Channel The Story ថ្ងៃនេះយើងមានដំណឹងមួយគឺដំណឹងកម្លាំងនៃការពលិការរបស់ប្រជាជនខ្មែរកំពុងតែអង្រួនយៈសេដ្ឋកិច្ចថៃក្រុមហ៊ុនប្រេងឥន្ធនៈដ៏ល្បីល្បាញដែលបងប្អូនតែងតែគាំទ្រកន្លងមកនោះគឺក្រុមហ៊ុន PTT និងហាងកាហ្វេ Amazon របស់ថៃប្រកាសបោះបង់ការលក់រហូតទៅដល់ពាក់កណ្ដាលនៃកម្ពុជាហើយស្ថានីយ៍រាប់សិបកន្លែងត្រូវបង្ខំចិត្តបដូរម៉ាកយីហោថ្មីតើនេះជាការចាប់ផ្ដើមនៃទីបញ្ចប់របស់អាជីវកម្មថៃនៅកម្ពុជាដែរឬទេយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះមួយរបស់ថៃកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2026នេះក្រុមហ៊ុន PTT ឬក៏ហៅកាត់ថា OR បានទទួលស្គាល់ថាការលក់របស់ខ្លួននៅកម្ពុជាបានដួលរលំឬធ្លាក់ចុះយ៉ាងគំហុកពី 50% ទៅ 60% មូលហេតុចម្បងគឺការកើនឡើងបន្ទាប់ពីមានភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជាថៃដែលបានអូសបន្លាយពេល1ឆ្នាំពេញគិតចាប់តាំងពីចុងខែឧសភាឆ្នាំ2025មកជម្លោះនេះធ្វើឲ្យប្រជាជនកម្ពុជាបង្កើនយន្តនាការធ្វើពលិការមិនប្រើប្រាស់ទំនិញថៃយ៉ាងខ្លាំងក្លាបំផុតនេះសូមបញ្ជាក់ថាការដែលបងប្អូនធ្វើពលិការនេះគឺពិតជាល្អមែនទែនដែលធ្វើឲ្យក្រុមហ៊ុនថៃមួយចំនួននៅប្រទេសកម្ពុជាហ្នឹងបានរត់ចោលកម្ពុជាហើយទីផ្សារមួយចំនួនបានងាកមកទីផ្សារក្នុងស្រុកនិងប្រទេសជាដៃគូផ្សេងទៀតបើតាមលទ្ធផលជាក់ស្ដែងស្ថានីយ៍ប្រេងរាយរបស់ក្រុមហ៊ុន PTT យ៉ាងហោចណាស់ពី40ទៅ50កន្លែងបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងហើយបង្វែរទៅចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកជាងវិញគឺក្រុមហ៊ុនប្រេងឥន្ធនៈ Peace ដែលយើងដឹងថាជាប្រេងក្រុមហ៊ុនប្រេងឥន្ធនៈរបស់កម្ពុជាខណៈមួយចំនួនទៀតបានរត់ទៅរកម៉ាកយីហោរបស់អាមេរិកគឺកាតិចនិងបារាំង Total ជំនួសវិញតួរលេខចុងក្រោយបានបង្ហាញថាមុនពេលមានចំនួនក្រុមហ៊ុន PTT ដែលមានស្ថានីយ៍ប្រហែលមក200កន្លែងនិងហាងកាហ្វេប្រហែល150កន្លែងនៅកម្ពុជានេះប៉ុន្តែត្រឹមខែមីនាឆ្នាំ2026នេះស្ថានីយ៍ប្រេង PTT បានធ្លាក់ចុះរហូតទៅដល់91កន្លែងហើយហាងកាហ្វេ Amazon បានធ្លាក់ចុះត្រឹមតែ136កន្លែងប៉ុណ្ណោះយើងមើលទៅទោះទីផ្សារកម្ពុជាមានចំណាយត្រឹមតែ2ទៅ3% នៃប្រាក់ចំណេញរបស់ក្រុមហ៊ុន OR ក៏ដោយប៉ុន្តែវាធ្វើឲ្យប្រាក់ចំណេញសុទ្ធនៅត្រីមាសទី1របស់ពួកគេធ្លាក់ចុះរហូតទៅដល់44%ឯណោះពេលនេះតំណាងក្រុមហ៊ុន PTT បានសារភាពថាពួកគេគ្មានជំរើសអ្វីក្រៅពីដកថយស្វែងរកទីផ្សារថ្មីក្រៅពីកម្ពុជានោះទេចំផែនការបង្វែរទិសដៅទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកវិញនេះបើតាមការចុះផ្សាយរបស់កាសែតភ្នំពេញ Post ដែលបានចុះកាលពីថ្ងៃទី28កន្លងទៅយើងដឹងថាត្បិតតែ2ទៅ3% នៃប្រាក់ចំណេញរបស់ក្រុមហ៊ុន OR ក៏ជាប្រាក់ចំណេញមួយដែលក្រុមហ៊ុនថៃគេហៅថាក្រុមហ៊ុនចោលឈ្លានពានរបស់យើងហ្នឹងបានយកលុយពីកម្ពុជាទៅដែរយើងឃើញហើយថាការពលិការរបស់ខ្មែរគឺជារឿងមួយដ៏អស្ចារ្យមែនទែនហើយព្រឹត្តិការណ៍នេះគឺជាសារព្រមានមួយយ៉ាងច្បាស់ទៅកាន់វិនិយោគិនបរទេសថាអំណាចនៃការទិញនិងស្មារតីជានិយមរបស់ពលរដ្ឋអាចផ្លាស់ប្ដូរវាសនារបស់ក្រុមហ៊ុនយក្សមួយបានត្រឹមតែមួយប្រព្រឹត្តភ្នែកប្រសិនបើចំនួនព្រំដែននៅតែមិនទាន់មានដំណោះស្រាយវត្តមានរបស់ក្រុមហ៊ុនថៃស្ទើរតែទាំងអស់នៅកម្ពុជាអាចនឹងត្រូវរលាយបាត់ជារៀងរហូតចុះយើងច្បាស់ហើយថាក្នុងនាមខ្ញុំឬក៏ក្នុងនាមបងប្អូនជាប្រជាពលរដ្ឋកម្ពុជាសឹងតែ70ទៅ80% ហើយដែលមិនគ្រប់គ្រងនៅផលិតផលថៃមានតែបងប្អូនមួយចំនួនទេដែលគាត់មិនអាចខ្វះផលិតផលថៃបានហើយយើងក៏មិនអាចបន្ទោសគាត់បានដែរពីព្រោះការដែលយើងមិនទិញគឺជាឆន្ទៈរបស់យើងហើយការដែលគាត់ទិញនេះគឺគាត់អត់ខ្វល់ពីរឿងអ្វីទេគឺគាត់នៅតែឆ្ងាញ់របស់គេនឹងយើងងាកមកមើលផលិតផលខ្មែររបស់យើងវិញទៅធ្វើតែផលិតផលខ្មែរត្បិតតែគុណភាពមិនទាន់មានដល់កម្រិតមួយដែលយើងទទួលស្គាល់ប៉ុន្តែបើសិនជាយើងគ្រប់គ្រងបន្តិចនេះវានឹងជួយទៅដល់ក្រុមហ៊ុននឹងបរិងទៅលើ
គុណភាពជាមួយនឹងសេវាកម្មផ្សេងៗឲ្យវាល្អដូចក្រុមហ៊ុនដែលយើងធ្លាប់ប្រើដែរចុះប្រិយមិត្តទស្សនិកជនយល់ថាតើការធ្វើពលិការរបស់ពលរដ្ឋខ្មែរយើងលើកនេះជាអាវុធសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពដែរឬទេឬក៏អាចផ្ដល់ផលប៉ះពាល់អ្វីមួយដល់បុគ្គលិកខ្មែរដែលធ្វើការនៅក្នុងក្រុមហ៊ុនយក្សទាំងនេះដែរឬទេសូមបងប្អូនបញ្ចេញមតិរបស់អ្នកនៅខាងក្រោម